ត្រីប្រមាចំហុយសាច់ជ្រូកចិញ្ច្រាំនេះជាម្ហូបបន្លក់មួយមុខទៀតហើយរបស់ខ្មែរមិនដូចម្ហូបស្រុកគេឲ្យតែមុខម្ហូបញ៉ាំជាមួយបន្លែគឺគេញ៉ាំម្ហូបសុទ្ធតែម្ដងដោយសាររសជាតិគេសាបប៉ុន្តែម្ហូបយើងឲ្យតែពាក់ព័ន្ធនឹងលក់សុទ្ធតែត្រូវញ៉ាំជាមួយបាយហើយដោយសារយើងប្រើរសជាតិដិតហើយបើនិយាយពីជាតិញ៉ាំបាយអត់ដឹងឆ្អែតទេណារសជាតិប្រៃដែលខ្មែរយើងធ្វើមានច្រើនប្រភេទមានទាំងប្រៃអំបិលប្រៃប្រហុកប្រៃក្តាមប្រៃប្រៃទឹកត្រីនិងប្រៃត្រីប្រមាជាតិប្រៃប្រភេទទាំងអស់នេះយើងនិយមជាងគេគឺទឹកត្រីនិងប្រហុកហើយតម្លៃវាក៏ធូរថ្លៃជាងក្តាមប្រៃនិងត្រីប្រមាឃើញតម្លៃធូរថ្លៃតែមិនមែនមានន័យថាងាយធ្វើជាងរបស់ថ្លៃនោះទេពីមុខនឹងពិបាកធ្វើជាងមូលហេតុដែលកំណត់តម្លៃនេះគឺដោយសារតម្រូវការបូកនឹងភាពកម្រប៉ុន្តែលក់ដល់មនុស្សមានអ្វីគ្រប់យ៉ាងតម្រូវការក៏លែងខ្វះខាតអ្វីដែលគេឲ្យតម្លៃបំផុតនោះគឺនៅសល់តែភាពកម្រនោះឯងមកដល់ចំណុចនេះហើយទើបមានរបស់ជាច្រើនដែលជារបស់មិនមានប្រយោជន៍តែមានតម្លៃខ្ពស់លើសលប់បង្កើតឡើងសម្រាប់អ្នកទិញដែលមានអ្វីគ្រប់យ៉ាងមិនខ្វះខាតហើយមានសមត្ថភាពទិញក្នុងតម្លៃយ៉ាងខ្ពស់គេតាក់ទាញអ្នកទាំងនោះឲ្យចាយលុយដែលលើសពីតម្រូវការរបស់ពួកគេដោយបិទតែមនៃភាពកម្រនេះឯងក្នុងរូបភាពដែលថានេះជារបស់ដែលពិបាកធ្វើនេះជារបស់ដែលមានចំនួនតិចធ្វើដោយដៃធ្វើឡើងដោយក្រុមមនុស្សដែលមានគេឈ្មោះមានលុយច្រើនដែលគេមិនងាយនឹងផលិតក្នុងតម្លៃទាបដើម្បីរកចំណូលអីជាដើមតែបើប្រៀបធៀបតម្លៃទៅនឹងអត្ថប្រយោជន៍នៃវត្ថុទាំងនោះគឺខុសគ្នាមេឃនឹងដីសម្រាប់អ្នកមានដែលគេមានអ្វីគ្រប់យ៉ាងទៅហើយមិនខុសទេដែលគេទៅស្វែងរកវត្ថុកម្រដើម្បីបំពេញតម្រូវការផ្លូវចិត្តរបស់ពួកគេតែបើសម្រាប់ពួកយើងដែលគ្រប់យ៉ាងមិនទាន់មានគ្រប់គ្រាន់នៅឡើយតម្លៃដែលយើងប្រឹងចំណាយយ៉ាងខ្ពស់លើសលប់ពីតម្លៃនៃអត្ថប្រយោជន៍របស់វត្ថុមួយមិនត្រឹមតែមិនបានបំពេញតម្រូវការផ្លូវចិត្តរបស់យើងឲ្យគ្រប់គ្រាន់នោះទេថែមទាំងធ្វើឲ្យអ្វីគ្រប់យ៉ាងជុំវិញខ្លួនដែលកំពុងខ្វះខាតកាន់តែខ្វះទៅទៀតអ្នកដទៃគេមើលឃើញតែយើងមានគ្រប់យ៉ាងដោយសារអ្វីគ្រប់យ៉ាងដែលយើងមានមិនមែនដោយសារតែកាបូបឬនាឡិកាមួយនោះទេ